រឿងទឹកភ្នែកស្វាមីកំសត់សីលានិងស្រីម៉ៃគឺជាប្តីប្រពន្ធកំសត់កម្រមួយគូដែលមានជីវភាពរៀងយ៉ាប់យ៉ឺនជាងគេនៅក្នុងភូមិអូនមកវិញហើយហត់ទេអូនចាំបងយកទឹកឲ្យផឹកណាមិនបាច់ទេបងដឹងទេថ្ងៃនេះខ្ញុំខ្មាស់គេស្ទឹងចង់ជាមួយក្បាលទៅក្នុងដីទៅហើយតើមានរឿងអីទៅអូនតើអ្នកណាធ្វើឲ្យអូនទាស់ចិនគឺពួកអ្នកចិត្តខាងនឹងហើយគេអួតពីខ្សែកមាសគេអួតពីឡានថ្មីចុះមកខ្ញុំវិញសំបីតែអាថ្មីមួយក៏បងគ្មានលុយទិញឲ្យដែរបងសុំទោសបងដឹងតែបងខ្វះខាតតែបងកំពុងតែធ្វើការថែមម៉ោងដើម្បីអូនហើយតើថែមម៉ោងរបស់បងបានតិចណាស់តែអង្កាលទៅខ្ញុំបានងើបមុខងើបមាត់ឲ្យគេរួចទ្រាំបន្តិចទៅអូនជីវិតយើងវាមិនដែលដុនដាបបែបនេះរហូតនោះទេបងសន្យាខ្យល់របស់បងខ្ញុំស្ដាប់ឡើងធុញហើយបើបងគ្មានសមត្ថភាពទេក៏មករារាំងអនាគតរបស់ខ្ញុំបងមិនដែលរារាំងអូនទេតែបងចង់ឲ្យយើងរស់នៅដោយភាពសុចរិតតែក្រដាច់បាយក៏ខ្ញុំមិនត្រូវការដែរតើឲ្យឆ្ងាយពីខ្ញុំទៅភាពក្រខ្សត់របស់សីលាមិនអាចធ្វើឲ្យប្រពន្ធរបស់ខ្លួនមានសេចក្តីសុខដោយគ្រួសាររបស់គេផ្សេងឡើយដោយសារការអន់ចិត្តនឹងជីវិតរបស់ខ្លួនឯងជាមួយនឹងអ្នកផ្សេងស្រីម៉ៃក៏បានមកអង្គុយយំម្នាក់ឯងម៉ៃអើយមិនក៏អង្គុយយំម្នាក់ឯងកំសត់បែបនេះលោកម្ចាស់ជ័យជីវិតខ្ញុំវាអភ័ព្វណាស់ជួបប្តីគ្មានសមត្ថភាពមនុស្សស្អាតដូចជានាងមិនគួរមកហិតផ្សែងចង្ក្រានអស់បែបនេះទេមើលដៃនាងចុះឡើងក៏ក្រឹមអស់ទៅហើយខ្ញុំក៏ដឹងខ្លួនឯងដែរតែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាបើគ្មានបងសិលាមកនៅជាមួយបងមកផ្ទះវិឡាមាសប្រាក់និងអ្នកបម្រើចាំបម្រើអូនគ្រប់ពេលតែសិលាគេស្រឡាញ់ខ្ញុំខ្លាំងណាស់គេច្បាស់ជាមិនព្រមលែងខ្ញុំទេរឿងហ្នឹងងាយណាស់អូនគ្រាន់តែរកលេសធ្វើបាបចិត្តវាឲ្យខ្លាំងទៅវានឹងចាក់ចេញដោយខ្លួនឯងជាមិនខានតែខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅលោកម្ចាស់ខ្ញុំខ្លាចបាបកម្មណាស់បាបកម្មស្អីបើមានលុយចាយវាលាយអស់ហើយចាំបងជួយរៀបចំផែនការឲ្យអូនចាខ្ញុំនឹងធ្វើតាមលោកម្ចាស់ឲ្យតែបានរួចផុតពីជីវិតអនាថ៌នេះស្រីម៉ៃចាប់ផ្ដើមលែងមើលឃើញតម្លៃនៃក្តីស្រឡាញ់របស់ប្តីបន្ទាប់ពីនាងលែងអាចទ្រាំបន្តរស់នៅជាមួយទៀតបានម៉ៃបងទិញនំដែលអូនចូលចិត្តយកមកផ្ញើកាលពីព្រឹកមិញបងឃើញអូនដូចជាមិនសូវសប្បាយចិត្តសោះហើយយកនំនេះចេញទៅបងស្មានថាខ្ញុំចង់ហូបនំថោកនេះមែនទេម៉ៃមិនក៏អូនធ្វើបែបនេះនំនេះបងខំជិះកង់ទៅទិញតាំងពីផ្សារធំមកណាកង់ចាស់របស់បងនឹងហើយដែលធ្វើឲ្យខ្ញុំខ្មាស់គេពេញមួយភូមិមិនក៏បងមិនស្លាប់ទៅឲ្យផុតទៅបងសុំទោសបើបងធ្វើឲ្យអូនខ្មាស់គេតែបងស្រឡាញ់អូនខ្លាំងណាស់ស្រឡាញ់ស្អីបើឲ្យខ្ញុំហូបតែត្រីខកំប៉ុងរាល់ថ្ងៃបែបហ្នឹងបងនឹងខំប្រឹងថែមទៀតអូនកុំខឹងអីណាចាំបងទៅធ្វើបាយនឹងម្ហូបឲ្យហូបមិនបាច់ទេចាប់ពីពេលនេះទៅបងដេកនៅក្រៅផ្ទះទៅក៏មកដេកក្បែរខ្ញុំធំក្លិនញើសណាបើអូនចង់អញ្ចឹងបងនឹងតាមចិត្តអូនចុះទោះបងឈឺចាប់ក៏ដោយហើយតើឆ្ងាយទៅមិនមកបងកាន់តែធ្វើឲ្យខ្ញុំមួម៉ៅខ្លាំងឡើងភាពសោះក៏ក្រោះក្នុងគ្រួសារចាប់ផ្ដើមបានកើតឡើងក្រោយពេលស្រីម៉ៃមានការចង់ប្រែចិននៅថ្ងៃមួយស្រីម៉ៃបានប្រើល្បិចទម្លាក់កំហុសដាក់ប្តីដើម្បីឲ្យនាងបានលេះក្នុងការចាកចេញជួយផងបងប្អូនអើយប្តីខ្ញុំណាវាលួចលុយគេយកមកលាក់ក្នុងផ្ទះស្អីគេសៃឡាលួចលុយគេមែនទេមិនគួរឲ្យជឿទេឃើញស្លូតបូនអញ្ចឹងសោះមានរឿងអីនឹងអូនមិនក៏មានមនុស្សមកច្រើនម្ល៉េះសៃឡាឯងលួចកបោបលុយយើងមែនទេឆាប់ឆែកមើលទៅមើលឃើញមែននេះគឺជាកបោរបស់លោកម្ចាស់ជ័យតើមិនមែនទេខ្ញុំអត់បានលួចទេម៉ៃអូនជួយប្រាប់គេផងទៅថាបងមិនមែនជាមនុស្សបែបហ្នឹងទេបងក៏មកទម្លាក់កំហុសលើខ្ញុំណាខ្ញុំឃើញបងយកមកលាក់តាំងពីល្ងាចខ្ញុំវល់បងឲ្យយកទៅឲ្យគេវិញតែបងមិនព្រមម៉ៃមិនក៏អូនដាច់ចិត្តកុហកស្រស់បែបនេះបងអស់អ្វីនឹងនិយាយហើយភ័ស្តុតាងច្បាស់បែបនេះស៊ីឡាឯងច្បាស់ជាជាប់គុកមិនខានទេបានបើអូនចង់ឲ្យបងខ្លាចជាមនុស្សអាក្រក់
បងនឹងទទួលយកក្នុងនាមជាប្តីលើកចុងក្រោយទៅចុះសីឡាពិតជាទទួលរងភាពអយុត្តិធម៌ពីប្រពន្ធរបស់ខ្លួនឯងតែគេនៅតែមិនព្រមប្រកែកឈប់សិនលោកប៉ូលីសខ្ញុំសូមធានាម្នាក់នេះចេញខ្ញុំនឹងសងលុយទាំងអស់ដែលបានបាត់លោកម្ចាស់ហេងមិនបានជាលោកមកជួយអាចោរលួចនេះទៅវិញខ្ញុំមិនបានជួយចោលទេតែខ្ញុំជួយមនុស្សស្មោះត្រង់សីឡាឯងចង់ចេញទៅរស់នៅជាមួយខ្ញុំទេលោកម្ចាស់ខ្ញុំជាមនុស្សដែលប្រពន្ធបោះបង់ចោលតើលោកម្ចាស់ទុកចិត្តខ្ញុំដែរទេក្រសែភ្នែកឯងមិនមែនជាចោលទេតោះទៅជាមួយខ្ញុំយើងទៅកសាងជីវិតថ្មីល្អហើយតែបាត់ទៅកុំមកឲ្យខ្ញុំឃើញមុខទៀតអាមនុស្សអាក្រក់លីហើយម៉ែនេះជាទឹកភ្នែកចុងក្រោយដែលបងហូរសម្រាប់អូនបានហើយកុំសោកសៅអីសីឡាមាសពិតមិនខ្លាចភ្លើងទេថ្ងៃក្រោយគេនឹងដឹងខ្លួនខុសហើយបានលោកម្ចាស់ខ្ញុំនឹងតស៊ូឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញភាពស្មោះត្រង់ទៅចុះអាសីឡាទៅធ្វើជាបម្រើគេទៅឲ្យវាសមនឹងឋានៈកំសត់របស់ឯងសីឡាត្រូវបានលោកម្ចាស់ហេងជួយធានានិងជួយបណ្ដុះបណ្ដាលគេផងដែរមួយរយៈពេលក្រោយមកសីឡាបានខិតខំយកចិត្តទុកដាក់នឹងការងារមិនដែលខ្ជិះខ្ជាយនោះឡើយលោកម្ចាស់ខ្ញុំបានរៀបចំបញ្ជីស្រូវដែលត្រូវលក់ចេញរួចរាល់អស់ហើយបានលឿនម្លេះសីឡាឯងទៅទៅរៀនបានមួយខែសោះមិនក៏ឯងពូកែម្លេះព្រោះខ្ញុំចង់ឲ្យជីវិតខ្ញុំមានតម្លៃឡើងវិញបានខ្ញុំមិនចង់ឲ្យគេមើលងាយទៀតទេល្អណាស់បើឯងខំប្រឹងបែបនេះមិនយូរទេឯងនឹងក្លាយជាសេដ្ឋីដូចខ្ញុំជាមិនខានការពិតទៅខ្ញុំមិនចង់បានទ្រព្យសម្បត្តិដើម្បីបង្អួតគេទេខ្ញុំគ្រាន់តែចង់មានសមត្ថភាពជួយអ្នកក្រីក្រដទៃទៀតតែប៉ុណ្ណោះសីឡាអើយសីឡាសូម្បីតែបាយទឹកក៏ឯងហូបមិនដែលឆ្អែតដែរខំធ្វើការពេកហើយបានមិនអីទេភាពនឿយហត់វាមិនឈឺចាប់ដោយភាពមើលងាយទេបានខ្ញុំជឿជាក់លើឯងចាប់ពីថ្ងៃស្អែកទៅឯងទៅគ្រប់គ្រងឃ្លាំងនៅភាគខាងលិចចុះអរគុណលោកម្ចាស់ណាស់ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាននឹងមិនធ្វើឲ្យលោកម្ចាស់ខកបំណងទេទៅចុះភាពជោគជ័យជារបស់អ្នកដែលមិនចេះរុញរាគ្រប់ឧបសគ្គពីមួយថ្ងៃទៅមួយថ្ងៃសីឡាកាន់តែពង្រីកសមត្ថភាពរបស់ខ្លួនឯងកាន់តែល្អជាងមុនសំណាងល្អរបស់សីឡាដែលបានជួបនារីដ៏ស្រស់សោភានិងចិត្តល្អបងសីឡាសម្រាប់ខ្លះទៅយប់ជ្រៅហើយនឹងអង្គុយផ្ទៀងបញ្ជីទៀតចិត្តរួចហើយកញ្ញាខ្ញុំចង់បញ្ចប់វាឲ្យទាន់ពេលព្រឹកស្អែកបងខំប្រឹងបែបនេះតើបងមកនឹកផ្ទះឬក៏អ្នកនៅក្នុងស្រុកទេផ្ទះខ្ញុំគ្មានអ្នកណាចាំទេកញ្ញាមានតែការឈឺចាប់ដែលខ្ញុំបានបន្សល់ទុកពីអតីតកាលខ្ញុំមិនដឹងថាបងជួបអ្វីខ្លះទេតែខ្ញុំដឹងថាបងជាមនុស្សល្អបំផុតដែលខ្ញុំធ្លាប់ជួបអរគុណណាស់កញ្ញាដែលមិនមើលងាយមនុស្សដែលធ្លាប់ជាជនជាប់ចោទដូចជាខ្ញុំមនុស្សយើងមកតម្លៃលើចិត្តបងកុំគិតច្រើនអីញ៉ាំបបរនេះសិនទៅឲ្យមានកម្លាំងកញ្ញាចិត្តល្អដល់ហើយសង្ឃឹមតែថ្ងៃណាមួយខ្ញុំនឹងមានឱកាសតបស្នងកញ្ញាវិញបងគ្រាន់តែជោគជ័យនិងមានក្តីសុខនឹងហើយជាការតបស្នងសម្រាប់ខ្ញុំបានខ្ញុំសន្យាថាខ្ញុំនឹងមិនចោះចាញ់រហូតដល់ទទួលបានជោគជ័យពិតប្រាកដពាក្យលួងលោមនិងលើកទឹកចិត្តជាថ្នាំទិព្វដែលជំរុញឲ្យសីឡាកាន់តែខំប្រឹងពីមួយថ្ងៃទៅមួយថ្ងៃមានអតិថិជនជាច្រើនដែលបានមកបន្តកិច្ចសន្យាទិញជាបន្តបន្ទាប់លោកម្ចាស់សីឡាថ្ងៃនេះយើងទទួលបានកិច្ចសន្យាថ្មីពីបរទេសទៀតហើយបានល្អណាស់បែងចែកប្រាក់រង្វាន់ឲ្យកម្មករយើងផងណាកុំឲ្យពួកគាត់នឿយហត់ទៅទេបងសីឡាថ្ងៃនេះបងមើលទៅដូចជាមានរឿងក្នុងចិត្តមែនទេអូបងគ្រាន់តែនឹកឃើញដល់អតីតកាលបងចង់ត្រឡប់ទៅភូមិចាស់ដើម្បីសាងសង់សាលារៀននិងមន្ទីរពេទ្យអូនគាំទ្របងជានិច្ចបងជាមនុស្សមានគុណធម៌ស័ក្តិសមនឹងអ្វីដែលបងមាននៅថ្ងៃនេះ
អរគុណអូនណាដែលតែងតែនៅក្បែរបងតាំងពីបងគ្មានអ្វីទាំងអស់រហូតដល់មានថ្ងៃនេះ អូនស្រឡាញ់បងសិលាមិនមែនស្រឡាញ់មហាសេដ្ឋីសិលាដែលសម្បូរទ្រព្យនោះទេណា បងដឹងហើយតោះយើងរៀបចំខ្លួនធ្វើដំណើរទៅភូមិចាស់យើងវិញដើម្បីបញ្ចប់រឿងចាស់ ចាបងអូននឹងទៅជាមួយបងគ្រប់ទីកន្លែងក្នុងឋានៈជាភរិយា ដល់ពេលដែលការពិតត្រូវលាតត្រដាងឲ្យអ្នកភូមិបានឃើញហើយសីលាក្រោយទទួលបានជោគជ័យក៏រៀបចំខ្លួនទៅលេងស្រុកកំណើតរបស់ខ្លួនសម្រស់របស់ស្រីម៉ៃមិនបានជួយឲ្យនាងបានសេចក្តីសុខដូចជាការរំពឹងទុករបស់នាងនោះឡើយ លោកម្ចាស់ជ័យកំដេញខ្ញុំចេញអីខ្ញុំគ្មានកន្លែងទៅទេខ្ញុំខំរស់នៅបម្រើលោកម្ចាស់រាប់ឆ្នាំហើយ ចេញទៅស្រីចង្រៃចាប់តាំងពីយកនឹងឯងមកផ្ទះអញមានតែរឿងសយរាល់ថ្ងៃ កាលមុនលោកម្ចាស់សន្យាថាមើលថែខ្ញុំរហូតដល់ស្លាប់នោះអី សន្យាកាលនាងឯងនៅស្អាតឥឡូវនេះនាងឯងចាស់ហើយរាងកាយនាងឯងលក់មិនបានមករៀលផង លោកម្ចាស់ចិត្តដាច់ណាស់ខ្ញុំសុខចិត្តបោះបង់ប្តីល្អដើម្បីលោកមិនក៏លោកធ្វើបែបនេះដាក់ខ្ញុំ ប្តីឯងវាល្ងងដែលយកស្រីដូចជាឯងចំណែកអញមិនល្ងងឲ្យឯងមកស៊ីទៅទេនោះទេ បងសិលាអើយខ្ញុំខុសហើយខ្ញុំពិតជាសយមែនដែលជាសម្ដីមនុស្សប្រុសព្រានម្នាក់នេះអូយមើលចុះនេះហើយផលកម្មដែលធ្វើបាបប្តីស្លូតបូតកាលពីមុនអំនួតណាស់ឥឡូវសុំទានគេហូបកុំមកសាច់ចំអកឲ្យខ្ញុំពួកឯងដឹងពីការឈឺចាប់ដែលខ្ញុំកំពុងជាប់ទេអូយឈឺចាប់ដោយសារខ្លួនឯងធ្វើសោះនាងម៉ៃអើយកុំមកបន្ទោសព្រំលិខិតអីហ៎ ស្រីម៉ៃបានត្រឹមតែការខកចិត្តបន្ទាប់ពីត្រូវបាននាយជ័យបណ្ដេញនាងចេញអ្នកណាគេនឹងមើលទៅដូចជាអ្នកមានបុណ្យស័ក្តិធំណាស់លោកមេភូមិចាំខ្ញុំមិនបានទេខ្ញុំគឺសីលាចៅលួចកបោបលុយកាលពីមុននោះអី លោកម្ចាស់សិលាពិតមែនអីបុណ្យបារមីលោកម្ចាស់ខ្ពស់ណាស់ដែលបានក្លាយជាបែបនេះណា អូព្រះហើយសីលាខ្លាយជាសេដ្ឋីមែនទែនហើយមែនទេពិតជាអស្ចារ្យណាស់បានថ្ងៃនេះខ្ញុំមកដើម្បីសាងសង់មន្ទីរពេទ្យឲ្យអ្នកភូមិយើងតាមការសន្យារបស់ខ្ញុំពីមុនមក បងសិលាតែងតែនឹកដល់បងប្អូនជានិច្ចទោះបីជាបងប្អូនធ្លាប់យកច្រឡំលើគាត់ក៏ដោយ ពួកយើងសុំទោសលោកម្ចាស់សិលាផងណាពួកយើងពិតជាមានភ្នែកតែមើលមិនឃើញភ្នំព្រះសម័យពិតមែនលោកមេភូមិមិនអីទេខ្ញុំមិនប្រកាន់ទេណាសំខាន់យើងជួយគ្នាដើម្បីភាពរីកចម្រើន ពួកយើងមកដើម្បីផ្ដាល់ឲ្យមិនមែនមកដើម្បីសងសឹកអ្នកណាម្នាក់ឡើយ បានចូលរស់នៅដោយសេចក្តីស្រឡាញ់និងការយោគយល់គ្នាទៅវិញទៅមកទោះមានបានយ៉ាងណាក៏ដោយក៏គេមិនដែលភ្លេចស្រុកកំណើតរបស់គេនោះឡើយថ្ងៃមួយស្រីម៉ៃបានមកជួបសីលាដែលធ្លាប់ជាប្តីហើយនាងក៏មានការស្រងាក់ចិត្តជាខ្លាំងផងដែរ បងសិលាពិតជាបងមែនបងមានបានដល់ថ្នាក់នេះផងហើយបង ម៉ៃមិននឹកស្មានតអូនធ្លាក់ខ្លួនដល់ថ្នាក់នេះសោះត្រឹមតែរយៈពេលប្រហែលឆ្នាំសោះ បងអើយលើកលែងខ្ញុំផងទៅខ្ញុំខុសហើយខ្ញុំត្រូវនាយជ័យបោកអស់អាលេងហើយកញ្ញាងើបបុកឡើងសិនមកកុំធ្វើបែបនេះអីខ្មាស់គេណាកណ្ដាលចំណោមមនុស្សច្រើនណាអ្នកនាងជាអ្នកណាមិនក៏មកប៉ះពាល់ប្តីខ្ញុំចាស់ស្និទ្ធស្នាលបែបនេះហ៎ ឈប់ណាម៉ៃនាងជាភរិយារបស់ខ្ញុំនាងគឺជាអ្នកដែលជួយឲ្យខ្ញុំមានថ្ងៃនេះមិនមែនជាអ្នកដែលជន់ឈ្លីខ្ញុំទេ បងសិលាខ្ញុំដឹងថាបងនៅស្រឡាញ់ខ្ញុំបងឲ្យខ្ញុំទៅនៅជាមួយបងវិញទៅខ្ញុំសន្យានឹងធ្វើជាប្រពន្ធល្អបងវិញណា យឺតពេលហើយម៉ៃទឹកដែលហូរទៅហើយមិនអាចហូរត្រឡប់មកវិញបានទេបេះដូងបងក៏ដូចគ្នាដែរ ទេបងមិនអាចដាច់ចិត្តពីខ្ញុំទេបងធ្លាប់ស្រឡាញ់ខ្ញុំខ្លាំងណាស់ស្រឡាញ់ខ្ញុំកាលពីយើងនៅក្នុងខ្ទមចាស់នោះអី បងធ្លាប់ស្រឡាញ់ម៉ៃម្នាក់ដែលស្លូតបូតមិនមែនជាម៉ៃដែលចង់ឲ្យប្តីជាប់គុកដើម្បីទៅលុយទេការចង់វិលត្រឡប់មករកប្តីរបស់ខ្លួនវិញគឺជាពេលដែលហួសទៅហើយសម្រាប់ស្រីម៉ៃ
លោកម្ចាស់សីឡានេះជាជនល្មើសដែលបានរៀបចំផែនការបង្កាច់បង្ខូចលោកកាលពីលើកមុនបានលោកសីឡាជួយខ្ញុំផងលោកម្ចាស់ជ័យលោកធ្លាប់បានធ្វើអាក្រក់ដាក់ខ្ញុំសូមលោកទទួលយកផលដែលលោកបានសាងទៅចុះកុំអីលោកខ្ញុំខ្លាចជាប់គុកណាស់លើកលែងឲ្យខ្ញុំម្ដងទៅខ្ញុំនឹងមិនធ្វើអញ្ចឹងទៀតទេការលោកធ្វើបាបខ្ញុំលោកមានដើរគិតដល់ពាក្យលើកលែងទេលោកមន្ត្រីនាំខ្លួនគាត់ទៅចុះហើយចុះខ្ញុំវិញនោះបងសេឡាបងតើឲ្យខ្ញុំស្លាប់កណ្ដាលផ្លូវមែនទេយើងធ្លាប់ជាប្តីប្រពន្ធនឹងគ្នាណាខ្ញុំនឹងឲ្យមេការទិញផ្ទះតូចមួយឲ្យនាងរស់នៅនិងផ្ដល់ដើមទុនខ្លះសម្រាប់រកស៊ីតែទំនាក់ទំនងរបស់យើងគឺចប់ត្រឹមនេះបងសេឡាពិតជាចិត្តបុណ្យណាស់យកគុណសងទោសដល់មនុស្សដែលធ្លាប់ធ្វើបាបខ្លួនបងមិនចង់ឲ្យនាងមានលេសបន្ទោសបងទៀតទេនេះជាការជួយលើកចុងក្រោយក្នុងនាមធ្លាប់ជាប្តីខ្ញុំបាត់បង់ត្បូងពេជ្រដើម្បីទៅចាប់យកដុំថ្មខ្ញុំស្ដាយក្រោយណាស់បងអើយស្រីម៉ៃបានត្រឹមខកចិត្តនឹងការជ្រើសរើសទៅចោលប្តីរបស់ខ្លួនកន្លងមកលោកម្ចាស់សីឡាសំណង់មន្ទីរពេទ្យដែលលោកម្ចាស់ឧបត្ថម្ភគឺចិត្តរួចរាល់ហើយបានល្អណាស់លោកមេភូមិខ្ញុំចង់ឲ្យអ្នកភូមិមានកន្លែងព្យាបាលត្រឹមត្រូវមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយទេបងសីឡាចុះចំណែកសាលារៀនសម្រាប់ក្មេងៗតើបងចង់ដាក់ឈ្មោះអ្វីដែរបងចង់ដាក់ឈ្មោះថាសាលាគុណធម៌ដើម្បីរំលឹកដល់គ្រប់គ្នាឲ្យតម្លៃទៅលើចិត្តមនុស្សអ្នកភូមិគឺត្រេកអរណាស់លោកម្ចាស់សូម្បីតែក្មេងៗក៏នាំគ្នាជួយលើកដៃជួយការងារដែរនេះហើយជាសាមគ្គីភាពដែលខ្ញុំចង់ឃើញការចែករំលែកធ្វើឲ្យយើងមានសេចក្តីសុខពិតប្រាកដណាស់អូននឹងជួយរៀបចំបណ្ណាល័យឲ្យបានស្អាតដើម្បីក្មេងៗចូលចិត្តអានសៀវភៅល្អណាស់អូនសម្លាញ់អូនពិតជាយល់ចិត្តបងមែនភូមិយើងសំណាងណាស់ដែលមានកូនចៅដូចជាលោកម្ចាស់សីឡាបានត្រឡប់មកជួយវិញបែបនេះខ្ញុំធ្វើនេះក៏ដើម្បីតបស្នងដល់ទឹកដីកំណើតដែលបានចិញ្ចឹមខ្ញុំឲ្យធំធាត់ដែរលោកពូសេដ្ឋីមិនក៏លោកពូជួយអ្នកដែលធ្លាប់ធ្វើបាបលោកពូអញ្ចឹងក្មួយអើយបើយើងយកអាក្រក់ទៅសងជាមួយនឹងអាក្រក់វានឹងគ្មានថ្ងៃបញ្ចប់ឡើយចាលោកពូមិនខឹងគេទេមែនទេកាលពីគេដេញលោកពូចេញពីភូមិពូខឹងតែពូយកកំហឹងនោះមកធ្វើជាកម្លាំងចិត្តដើម្បីជោគជ័យវិញចង់ចាំណាក្មួយមានប្រាក់អាចបាត់បង់តែចំណេះដឹងនិងគុណធម៌នៅតែនៅជាមួយយើងរហូតបាទពួកយើងនឹងខំរៀនឲ្យបានប្រកបដោយលោកពូនិងអ្នកមីងល្អណាស់បើក្មួយខំរៀនពូនឹងមានអាហារូបករណ៍ឲ្យក្មួយរហូតដល់ចប់មហាវិទ្យាល័យយេអរគុណខ្លាំងណាស់លោកពូខ្ញុំនឹងមិនធ្វើជាមនុស្សអាក្រក់ទេបាទឃើញទេបងសេឡាក្របពូជដែលបងខំដាំកំពុងទៅដោះឡើងយ៉ាងល្អស្អាតបងមានសេចក្តីសុខណាស់អូនអើយលើសពីការមានលុយរាប់លានទៅទៀតចាបងអើយផ្ទះនេះតូចតែវាស្អាតជាងខ្ទមចាស់ឆ្ងាយណាស់តែមិនក៏ខ្ញុំមានអារម្មណ៍ថាឯកោបែបនេះនេះជាលុយដែលលោកម្ចាស់សីឡាឲ្យមកដើម្បីឲ្យនាងរកស៊ីបន្តិចបន្តួចមេកាអើយតើលោកម្ចាស់សីឡាគាត់ពិតជាមានក្តីសុខជាមួយប្រពន្ធថ្មីមែនទេបាទអ្នកស្រីសុភ័ក្រជាមនុស្សស្រីល្អណាស់គាត់មើលថែលោកម្ចាស់មិនឲ្យទាស់ចិត្តទេខ្ញុំធ្លាប់មានឱកាសនោះតែខ្ញុំបែរជាបំផ្លាញវាដោយដៃខ្លួនឯងអ្នកនាងដឹងខ្លួនខុសនៅពេលនេះក៏មិនទាន់យឺតពេលនៅក្នុងការធ្វើជាមនុស្សល្អដែរខ្ញុំចង់សុំទោសគាត់ដោយផ្ទាល់ម្ដងទៀតតែអាចទៅរួចទេបងមេកាលោកម្ចាស់មិនចង់ជួបអ្នកនាងទៀតទេសុំអ្នកនាងរស់នៅដោយស្ងប់ស្ងាត់ចុះនោះជាការសុំទោសដ៏ល្អបំផុតហើយចាខ្ញុំយល់ហើយប្រាប់គាត់ផងថាខ្ញុំនឹងកែខ្លួនជាមនុស្សថ្មីខ្ញុំនឹងជម្រាបគាត់ជូនសំណាងល្អណាស់អ្នកនាងម៉ៃស្រីម៉ៃក៏បានកែប្រែខ្លួនជាមួយនឹងប្រាក់ដែលសីឡាបានផ្ដល់ឲ្យសូមគោរពអញ្ជើញលោកម្ចាស់សីឡានិងអ្នកស្រីសុភ័ក្រឡើងកាត់ខ្សែបូសម្ពោធមន្ទីរពេទ្យបានចាយោលោកម្ចាស់សីឡាចាយោអរគុណបងប្អូនទាំងអស់គ្នាណាស់មន្ទីរពេទ្យនេះជារបស់បងប្អូន
ដូច្នេះសូមជួយថែរក្សាវាឲ្យបានល្អផង ពួកយើងសង្ឃឹមថានឹងគ្មានអ្នកភូមិណាម្នាក់ត្រូវឈឺចាប់គ្មានកន្លែងព្យាបាលទៀតឡើយលោកម្ចាស់ពិតជាទេវតាម្ចាស់ជាតិមកជួយពួកយើងមែនក ុំហៅខ្ញុំថាទេវតាអីខ្ញុំក៏ជាកូនចៅអ្នកស្រែដូចជាបងប្អូនដែរតាថ្ងៃនេះយើងមានការរាំលេងកម្សាន្តនិងហូបចុកជុំគ្នាដើម្បីអបអរសាទរបាទលោកមេភូមិសីលាបានជួយកសាងសមិទ្ធផលជូនដល់ភូមិដែលគេបានរស់នៅជាច្រើនផងដែរអូនមើលនោះខ្ទមចាស់របស់យើងឥឡូវคล้ายជាកន្លែងដាក់សម្ភារៈកសិកម្មទៅហើយ បងនៅតែនឹកឃើញរឿងចាស់ចាស់នៅទីនេះទៀតមែនទេ បងនឹកឃើញដើម្បីដាស់តឿនខ្លួនឯងកុំឲ្យភ្លេចកំណើតនិងកុំឲ្យភ្លេចភាពលំបាក បងជាមនុស្សរឹងមាំណាស់ដែលអាចឆ្លងកាត់រឿងទាំងនេះមកបាន បើគ្មានរឿងទាំងនេះបងក៏ប្រហែលជាគ្មានកម្លាំងចិត្តមកដល់ថ្ងៃនេះដែរ អូនសន្យាថានឹងមិនឲ្យបងត្រូវហូរទឹកភ្នែកដោយសារតែរឿងគ្រួសារទៀតទេ បងជឿជាក់លើអូនព្រោះអូនជាត្បូងពេជ្រពិតប្រាកដនៅក្នុងជីវិតបង តើបងយើងត្រឡប់ទៅវិញចុះព្រោះកូនប្រហែលជាចាំយើងនៅផ្ទះហើយ បានអូនជីវិតថ្មីសុភមង្គលថ្មីនិងក្តីសង្ឃឹមថ្មី អូនស្រឡាញ់បងខ្លាំងណាស់ប្តីសម្លាញ់របស់អូន បងក៏ស្រឡាញ់អូនដែរប្រពន្ធសម្លាញ់បងនេះជ័យមានគេផ្ញើបាយទឹកមកឲ្យឯងអ្នកណាគេទៅលោកតើជាម៉ៃមែនទេមិនមែនទេគឺលោកម្ចាស់សីលាគាត់ផ្ញើមកឲ្យឯងរាល់ខែព្រោះគាត់ខ្លាចឯងដាច់បាយអោព្រះហើយសីលាអើយសីលាឯងល្អដល់ថ្នាក់នេះផងឯងគាត់ប្រាប់ថាទោះឯងធ្លាប់ធ្វើបាបគាត់តែគាត់មិនចង់ឲ្យឯងស្លាប់ដោយអត់ឃ្លានទេខ្ញុំខុសហើយខ្ញុំពិតជាមនុស្សដែលរិឆានមែនដែលធ្វើបាបមនុស្សចិត្តបន់បែបនេះដឹងខ្លួនខុសហើយខំកែខ្លួនទៅណាពេលចេញទៅវិញទៅសុំទោសគាត់ទៅខ្ញុំមិនហ៊ានទៅជួបគាត់ទេខ្ញុំខ្មាស់គាត់ណាស់លោកអើយខ្មាស់ខ្លាំងណាស់បើអញ្ចឹងខំធ្វើជាមនុស្សល្អនៅក្នុងនេះទៅដើម្បីសងគុណបាយគាត់បាទលោកខ្ញុំនឹងធ្វើតាមលោកម្ចាស់សីលាបដៅនៃជ័យរំភើបនឹងការសន្តោសប្រណីរបស់សីលាទោះបីកាលពីមុនធ្លាប់មានរឿងមិនល្អជាមួយគ្នាក៏ដោយ អូយផ្កាឈូកស្អាតណាស់ចាផ្កាឈូកស្រស់ទៅតែបេះមកពីបឹងថ្មីសូមបងប្អូនជួយទិញផ្កាឈូកស្អាតណាស់អេម៉ៃលក់ដាច់ទេថ្ងៃនេះមើលទៅស្រស់បោះជាងថ្ងៃមុនតើចាបងលក់ដាច់គ្រាន់តែបានចិញ្ចឹមជីវិតដែរមិនហឺហាតែមានក្តីសុខផ្លូវចិត្តអូអញ្ចឹងបានត្រូវរស់នៅដល់ញើសឈាមខ្លួនឯងវាកក់ក្ដៅជាងលុយគេចាបងខ្ញុំរៀនសូត្រពីបងសេឡាគាត់ថាការងារជាកិត្តិយសរបស់មនុស្សល្អហើយដែលឯងគិតឃើញបែបនេះមនុស្សគ្រប់គ្នាណាគេរាប់អានឯងវិញមិនខានឡើយចាបងខ្ញុំខំសំលុយខ្លះដើម្បីយកទៅជួយមន្ទីរពេទ្យដែលបងសេឡាសាងសង់ដែរអូសាធុចិត្តល្អបែបនេះណាទេវតានឹងជួយឯងរកស៊ីមានបានអរគុណបងខ្ញុំគ្រាន់តែចង់លៀងបែបប្រកម្មខ្លះដែលខ្ញុំធ្លាប់បានធ្វើតស៊ូណានាងម៉ៃណែគ្រប់គ្នានៅទីនេះចាំជួយគ្រប់គ្រងឯងចាអរគុណបងហាអូនមើលចុះថ្ងៃចិត្តលិចហើយសម្រស់ភូមិយើងពិតជាស្អាតរកអ្វីប្រៀបមិនបានទេ ចាបងស្អាតដូចក្តីស្រឡាញ់របស់យើងដែលឆ្លងកាត់ការលំបាកមកអញ្ចឹង បងអរគុណអូនណាស់ដែលផ្ដល់ជីវិតថ្មីនិងក្តីសង្ឃឹមដល់បង អូនក៏អរគុណបងដែរដែលធ្វើជាប្តីដ៏ល្អនិងជាស្ត្រីដែលមានគុណធម៌បំផុត សេចក្តីសុខមិនមែននៅត្រង់យើងមានអ្វីគ្រប់យ៉ាងទេគឺនៅត្រង់យើងចេះចែករំលែកអ្វីដែលយើងមាន បងនិយាយត្រូវឲ្យបងសម្លាញ់គុណធម៌ទៅជាទ្រព្យជាប់ខ្លួនរហូត តោះអូនយើងត្រឡប់ទៅផ្ទះវិញទៅមើលកូនរៀនសូត្រ ចាបងតោះទៅជាមួយគ្នាប្តីសម្លាញ់របស់អូន ជីវិតគឺបែបនេះឯងមានទុក្ខមានសុខតែសំខាន់គឺយើងត្រូវតែស្មោះត្រង់ ចាបងស្មោះត្រង់ជានិរន្តរ៍ រឿងទឹកភ្នែកស្វាមីកំសត់បង្ហាញថាភាពអត់ធ្មត់និងភាពស្មោះត្រង់
នឹងនាំមនុស្សឲ្យជួបពន្លឺនៃសុភមង្គលពិតប្រាកដជានិរន្តរ៍ចប់ដោយបរិបូរណ៍សូមអរគុណ